Câu nào tên này nòng ngày này tất cả rồi nào còn mình cha ba nị môn bao khi vào tại đây ngồi ăn lê tại đây giật nhau bong ôn vào sấy làm o sau một con mình cha nên giật nhau bong ôn ban đào nơi dịch đây dầm ra nơi nòngประพุทธศาสนาnơi nòng sầm nuได้เรียนศาสตร์สุขลักษณะทำปีเรื่องวิบัติเสร์ให้ตั้งการวิบัติเทะสำนูโดยตัวคนไม่จัดสามเณรมัวเนรระมุติตากวงในวัดกำแพงเราจะได้ข่าการวิบัติเสร์คือเสร์ตระวิเนี่ยแต่โดยกิเลสโดยอกุศลโทษแต่หนึ่งจำในการวิบัติเทะคือสำนักโยมสัมมาเทะได้เยอะตระนั้นก็วิเนยบัตเตอร์นั่งวิเนยบัตเตอร์ในซอยแต่การโยนข้อโดยประกาศเป็นเสียงนั่งให้ท้าการวิบัติโดยติดแทะจังนะเจ้าก็นางแต่ฉะนั้นจำพวกการวิบัติหรือก็การวิเนยในซอยหนึ่งติดแทะนี้ชโมทาเจอการวิเนยดาทมเทนเจียงการวิเนยเงียดเจียงการวิเนยในตรับสมบัติหรือถ้าสมบัติสุขภาพเจียเนียนั่งวินเนี่ยอ๋อเจ้าในรำไรโดยโรเกียตามเพลกายอย่างนะก็จับทาจิตกาวิบัติให้วิเนี่ยให้ปันไตมันสมัยนังกาวิเนี่ยเสรวิบัติเสรหรือก็วิเนี่ยในกายโยเตรได้เจตเทวิบัตินั่งจังเต็มให้มวยเตียดเนาะคือนำบาซอนมารดีเต็มមានការសាកសួរនៅសំណួរមួយការសម្គាល់នៅនិមិត្តនិងការសម្គាល់នៅខណៈសញ្ញាតើខុសគ្នាយ៉ាងណាចំពោះការសម្គាល់នៅនិមិត្តនេះហើយនឹងការសម្គាល់នៅខណៈសញ្ញាដោយសេចក្តីថានិមិត្តได้ជាគ្រឿងសម្គាល់តាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវដាតផ្លូវកាយនិងផ្លូវចិត្តអាហ្នឹងគឺការសម្គាល់នៅនិមិត្តហ្នឹងចំពោះនិមិត្តនេះអាចដើម្បីមានការសម្គាល់ទៅហើយនាំឲ្យកើតអកុសលធម៌ក៏មានសម្គាល់ទៅហើយនាំឲ្យកើតកុសលធម៌ក៏មានដែរដូចជាសម្គាល់ទៅដោយអត្តនិមិត្តជាសត្វជាបុគ្គលជាខ្លួនយើងឬអ្នកដទៃអីយ៉ាងណាក្នុងរូបសម្លេងក្លិនរសផតថពៈហ្នឹងអញ្ចឹងសេចក្តីសម្គាល់ហ្នឹងក៏រមែងមានការប្រកាន់ឡើងជាតួទិដ្ឋិជាមួយគ្នានឹងលោភៈហ្នឹងអញ្ចឹងការសម្គាល់ហ្នឹងនាំឲ្យកើតអកុសលឬដូចជាសុភនិមិត្តដែលសម្គាល់ថាស្អាតល្អក្នុងរបស់ដែលមិនស្អាតមិនល្អហ្នឹងអញ្ចឹងក៏នាំឲ្យកើតនៅអកុសលធម៌ដូចជាលោភៈអញ្ចឹងហើយមានអ្នកអីក៏អាចកើតជាមួយនឹងលោភៈបានដោយសម្គាល់ថារបស់យើងហ្នឹងល្អជាងគេអញ្ចឹងជាដើមឬក៏បដិខនិមិត្តការសម្គាល់ថាគួរឲ្យថ្នាំងថ្នាក់គួរឲ្យបដិខៈណាគួរឲ្យតោះណាចង់តែជាបាតចង់តែបៀតបៀនចង់តែធ្វើឲ្យវិនាសនៅសត្វបុគ្គលនោះតែហ្នឹងគឺសម្គាល់ដោយបដិខៈនិមិត្តហ្នឹងចឹងណាទៀតហ្នឹងតាមពិតគឺអាស្រ័យវិបលាសសញ្ញាកើតឡើងខាងក្នុងសន្តាននៃចិត្តរបស់ខ្លួនឯងដែលធ្លាប់សន្សំមកពេលមិនមែននៅលើរបស់ខាងក្រៅហ្នឹងគួរឲ្យចង់បានដោយសារថាស្អាតថាល្អពិតប្រាកដទេបើកុំតែសុខសញ្ញាកើតឡើងគឺសេចក្តីសម្គាល់ថាស្អាតល្អកាន់យកនៅនិមិត្តថាស្អាតថាល្អហ្នឹងរបស់ខាងក្រៅហ្នឹងអត់មានអ្វីដែលគួរឲ្យចង់បានទេនឹងមិនមានអ្វីដែលគួរឲ្យត្រេកអររីករាយឡើយប៉ុន្តែដោយសារវិបលាសសញ្ញាគឺសញ្ញាដែលកើតឡើងហ្នឹងមានការវិបលាសខុសពីសេចក្តីពិតសម្គាល់ខុសថាស្អាតក្នុងរបស់មិនស្អាត ถ
ថាទៀងក្នុងរបស់ដែលមិនទៀងថាសុខក្នុងរបស់ដែលជាទុក្ខថាជាខ្លួនក្នុងរបស់ដែលជាអនត្តាអានឹងសត្វតែកម្មយកនៅនិមិត្តដោយអំណាចអកុសលសញ្ញានឹងអញ្ចឹងនៅជាបុគ្គលដែលគួរឲ្យខឹងក្រោធអីហ្នឹងតាមពិតអត់មានទេមានតែបដិខៈសញ្ញាដែលកើតជាមួយគ្នានឹងទោសៈជីវ័នហ្នឹងគឺសម្គាល់ថាបុគ្គលនេះគូខឹងគូថ្នាំថ្នាក់គូបដិខៈហ្នឹងគឺដោយអំណាចសញ្ញាដែលកើតឡើងខាងក្នុងសន្តាននៃចិត្តនៃខ្លួនឯងហើយបើមិនអប់រំសតិរលឹកដឹងទេនោះក៏រមែងប្រកម្មថាសត្វបុគ្គលដែលគួរឲ្យស្អប់និងដែលគួរឲ្យតោះដែលគួរឲ្យថ្នាំថ្នាក់បដិខៈហ្នឹងមានពិតប្រកបចឹងទៅហ្នឹងតែតាមពិតសត្វបុគ្គលដែលគួរឲ្យស្អប់ដែលគួរឲ្យតោះអត់មានទេតែមានបដិខៈសញ្ញានឹងចឹងដែលបដិខៈសញ្ញាកើតជាមួយនឹងទោសៈជីវ័នក្នុងសន្តាននៃចិត្តនៃខ្លួនឯងនឹងឯងដែលមានការសម្គាល់ទៅលើអារម្មណ៍ខាងក្រៅនឹងថាជាសត្វជាបុគ្គលដែលគួរឲ្យខឹងដែលគួរឲ្យតោះនឹងចឹងប៉ុន្តែអាចដើម្បីនិមិត្តនឹងឯងនាំឲ្យកើតកុសលធម៌ទាំងឡាយផ្សេងដូចជាអសុភនិមិត្តសម្គាល់ថាមិនស្អាតមិនល្អទៅតាមសេចក្តីពិតនៃរបស់បដិគោលនឹងឬក៏ដោយអំណាចថានិមិត្តថាមិនទៀងនឹងនិមិត្តថាជាទុក្ខនិមិត្តថាជាអនត្តានឹងក្នុងបរមត្តសង្ខារប្រកបឡើងក៏ជាអារម្មណ៍នាំឲ្យមានវិបស្សនាញាណកើតឡើងដោយសារសម្គាល់នៅក្នុងនិមិត្តដែលថាមិនស្អាតមិនល្អតាមពិតឬថាមិនទៀងតាមពិតហ្នឹងអញ្ចឹងឬក៏ដោយមេត្តានិមិត្តដែលសម្គាល់ថាសត្វបុគ្គលហ្នឹងគួរឲ្យមានមេត្តាគួរឲ្យចង់មានការរាប់អានចង់ឲ្យបានសេចក្តីសុខមានបំណងសេចក្តីត្រូវការប្រាថ្នាចង់ឲ្យអ្នកដទៃនឹងបានសេចក្តីសុខសមទៅតាមបំណងដែលត្រូវការក្នុងលោកនឹងអញ្ចឹងឈ្មោះថាកម្មយកនៅមេត្តានិមិត្តព្រោះឃើញដល់ចិត្តបុគ្គលដទៃដែលត្រូវការចង់បានសេចក្តីសុខមិនចង់ឲ្យមានសេចក្តីទុក្ខបានដឹងថាសត្វទាំងឡាយបានសេចក្តីសុខហើយក៏បណ្ដោយចិត្តទៅដោយអនុមោទនាចំពោះបុណ្យកុសលរបស់សត្វលោកគ្រប់គ្នាដែលបានបំពេញមកមិនចំណែននៅក្នុងលៀបយសសម្បត្តិទ្រព្យនៃអ្នកដទៃទេចឹងហ្នឹងគឺសម្គាល់នៅក្នុងនិមិត្តដែលនាំឲ្យកើតកុសលធម៌ដោយប្រការទាំងពួងហ្នឹងចឹងណាទៀតហ្នឹងនឹងការសម្គាល់នៅខណៈសញ្ញាចំពោះរឿងខណៈសញ្ញានេះគឺជាសញ្ញាដែលកើតឡើងជាមួយនឹងចិត្តខាងក្នុងសន្តានដោយបានឃើញការប្រជុំរួមនៃបរមត្តធម៌នឹងឯងថាជាសត្វជាបុគ្គលនឹងហៅខណៈសញ្ញានេះបើយើងសរសេរយ៉ាងនេះវិញត្រូវជាងថាការសម្គាល់ដោយខណៈសញ្ញាចឹងទេណាយើងការសម្គាល់នៅខណៈសញ្ញាហ្នឹងវាលំបាកស្ដាប់បន្តិចការសម្គាល់ដោយខណៈសញ្ញាគឺសញ្ញាហ្នឹងខាងក្នុងសន្តាននៃចិត្តហ្នឹងមានការសម្គាល់នៅការប្រជុំរួមដោយចិត្តចេតសិករូបឬរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមានការប្រជុំរួមគ្នាថាជាបុគ្គលម្នាក់ជាក្រហមឬបព្វជិតបរោះឬស្ត្រីពជាឬស្វាមីកូនចៅអីចឹងទៅហ្នឹងគឺក៏រមែងមានទិដ្ឋិកើតឡើងដោយសកាយទិដ្ឋិជាដើមហ្នឹងប្រកម្មថាជាសត្វជាបុគ្គលព្រោះតែមាននៅខណៈសញ្ញានេះឯងហើយវាបិទបាំងនៅអនត្តាធម៌ណាទេនឹងព្រោះមិនបានចែករំលែកនៅភាព
ដោយឡែកផ្សេងអំពីគ្នាមិនបានចែកខណ្ឌដោយឡែកផ្សេងអំពីគ្នាអាយតនៈដោយឡែកផ្សេងអំពីគ្នាតាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវចំណុះផ្លូវដាផ្លូវកាយនិងផ្លូវចិត្តដល់តែមានបញ្ញាចែករំលែកផ្សេងគ្នាចឹងទៅក៏ប្រជុំរួមគ្នាជាមនុស្សម្នាក់មានរូបកាយថតស្គមពោះទៀតខ្មៅសអីហ្នឹងយ៉ាងណាហើយមានវេទនាសញ្ញាសង្ខារវិញ្ញាណមនុស្សម្នាក់ហ្នឹងមានអញ្ចឹងនឹងហៅថាខណៈសញ្ញាគឺការសម្គាល់ក្នុងចិត្តចេតសិករូបនឹងឯងជាដុំម្ល៉េះហើយសញ្ញាហ្នឹងក៏ជាបតតឋានមួយនាំឲ្យមានការយល់ខុសមានការប្រកាន់ខុសជាទួតតិថិហ្នឹងកើតឡើងហ្នឹងដូច្នេះចំពោះរឿងខណៈសញ្ញានេះក៏រមែងប្រតិនៅក្នុងអកុសលតែម្យ៉ាងណាទៀតហ្នឹងទីពីរការមិនសម្គាល់នៅនិមិត្តនិងខណៈសញ្ញាញ៉ាំងនៅប្រយោជន៍អ្វីឲ្យកើតឡើងចំពោះការមិនសម្គាល់នៅនិមិត្តនេះដូចជានៅក្នុងអនិមិត្តវិមោក្ខគឺមានការរួចផុតដោយមិនកម្មយកនៅនិមិត្តក្នុងទីនេះគឺនិមិត្តថាទៀងដូច្នេះគឺមិនសម្គាល់ថាទៀងក្នុងសង្ខារធម៌ដែលកើតឡើងព្រោះបច្ច័យតតែងមានការសាបសូន្យទៅអស់ទៅប្រៀបបីដូចជាផ្លេកបន្ទោឯកដល់អាកាសឬក៏អិនធនូនឹងឬក៏ប្រៀបបីដូចជាថ្ងៃបណ្ដាលកូនឬក៏ប្រៀបបីដូចជាស្រទាប់ជែកឬក៏ប្រៀបបីដូចជាពពុះទឹកជាដើមចឹងក៏មិនកម្មយកនៅនិមិត្តដែលជានិច្ចនិមិត្តនោះមិនកម្មយកនៅសង្ខារធម៌នឹងថាអាចដើម្បីខិតខេទៀងទាត់ជាសពហើយក៏ជាសត្វបុគ្គលនេះនោះឡើយគឺគ្រាន់តែជាផលនៃហេតុប្រកបឡើងហើយវិនិច្ឆ័យទៅយ៉ាងឆាប់ព្រីបដូចជាក្របស្ពៃដែលគេក្តាប់មួយកំបង់ហើយក៏ទម្លាក់ចុះនៅលើចុងនៃដៃស្រួចគឺចុងនៃដៃស្រួចនោះក្នុងន័យដែលថាមិនអាចដើម្បីទុកដាក់នៅក្របស្ពៃនោះឲ្យបានមមថិតថេរប្រកបជាទេរមែងជ្រុះរបូតផុតពីចុងនៃដៃស្រួចនោះទៅសង្ខារធម៌នឹងដែលកើតប្រកបឡើងវិនិច្ឆ័យទៅយ៉ាងឆាប់ព្រិចព្រៀបបីដូចជាផ្លេកបន្ទោនឹងនេះគឺការអប់រំចម្រើននៅអនិច្ចានុបស្សនាគឺការអប់រំរឿយដោយការចម្រើនបញ្ញាឃើញការកើតនិងការវិនិច្ឆ័យទៅនៃរូបធម៌និងនាមធម៌តាមផ្លូវភ្នែកផ្លូវវិជ្ជាផ្លូវច្រមុះផ្លូវដាផ្លូវកាយនិងផ្លូវចិត្តហើយក៏ប្រព្រឹត្តទៅដើម្បីរួចផុតចាកសង្ខារព្រោះមិនប្រកម្មថាអាត្មាអញជាសត្វជាបុគ្គលក្នុងរូបក្នុងវេទនាសញ្ញាសង្ខារវិញ្ញាណក៏មានទីពឹងទីពួនទីជ្រកកោនដល់ផ្សេងផ្សាគឺព្រះនិព្វាននឹងឯងព្រោះបានរួចផុតអំពីសង្ខារធម៌ក្នុងលោកនេះទីពឹងទីពួនគឺមានតែព្រះនិព្វានទេដែលផុតចាកសង្ខារផុតចាកអំពីកំហុសសពគ្រប់ប្រការផុតចាកអំពីការកង្វល់និងបញ្ហាដែលត្រូវដោះស្រាយផុតចាកអំពីនៅកំហុសទាំងឡាយផ្សេងដែលបានធ្វើឲ្យហើយដោយបាបកម្មដោយអកុសលកម្មអីហ្នឹងយ៉ាងណាក៏រមែងអាចដើម្បីរួចផុតអំពីកំហុសទាំងអស់នោះព្រោះតែបានកិច្ចផុតអំពីដំណើរនៃវដ្តៈហើយបានជ្រកពួនសំងំនៅក្នុងព្រះនិព្វាននឹងគឺជាទីពួនដែលផុតអំពីការជួបប្រទះដោយការឃើញការឮឬការដឹងរឿងហើយផុតអំពីការខ្វះខាតផុតពីការស្រេកឃ្លានផុតពីការមានក្រផុតពីការរវល់ផុតពីការនឿយហត់នឹងមិនរវល់នឿយហត់ដោយអំពើតាមផ្លូវកាយអំពើដោយវាចាពាក្យសម្ដីនិយាយស្ដីអីនឹងយ៉ាងណាឬចិត្តគំនិតតែគិតព្រួយគិតខ្វល់គិតភ័យគិតខ្លាចតក់ស្លុត
នឹងអាចដើម្បីរួចផុតអំពីការរវល់ទាំងអស់ហ្នឹងហើយរួចផុតអំពីទីដែលគួរឲ្យភ័យខ្លាចទោះជាវេលាយប់ក្តីថ្ងៃក្តីក្នុងឧបតហេតុឬឧបតវហេតុឧបទ្រពរឿងរ៉ាវយ៉ាងណាក្នុងជីវិតដែលបានមកដល់ឬថានឹងមកដល់អីនោះយ៉ាងណាប្រកាសណាគុណម្ចាស់អាចរួចផុតអំពីរឿងហេតុទាំងអស់នោះនឹងព្រោះអីពីព្រោះដំណើរដោយអរិយមេអង្គ8ប្រការហ្នឹងគឺនាំប្រកាសណាគុណម្ចាស់ញាតិញោមបងប្អូនទាំងអស់នឹងឯងឲ្យបានដល់នៅទីពឹងទីពួនហើយនឹងផុតចាកអំពីទុក្ខផុតចាកពីទុក្ខទាំងហ្នឹងហើយការមិនសម្គាល់នៅលីមីតនេះគឺមិនសម្គាល់នៅក្នុងនិមិត្តផ្សេងដែលនាំឲ្យកើតអកុសលអាហ្នឹងទៅបានប្រយោជន៍ដូចជាមិនសម្គាល់ដោយសុភនិមិត្តសម្គាល់ថាល្អបដិខនិមិត្តអីហ្នឹងមិនសម្គាល់ចឹងទេប៉ុន្តែក្នុងកុសលធម៌អាចដើម្បីសម្គាល់ដោយនិមិត្តផ្សេងមានអសុភនិមិត្តមានមេត្តានិមិត្តណាជាដើមនឹងចឹងដូច្នេះគឺថាអាចដើម្បីញ៉ាំងប្រយោជន៍ឲ្យបានសម្រេចតាមលំដាប់ណាទៀតតាមលំដាប់ចឹងទៅប៉ុន្តែក្នុងការប្រព្រឹត្តបរិបត្តិទៅតាមផ្លូវដ៏ប្រសើរក្នុងដំណើរដែលបង្អោនទៅកាន់ព្រះនិព្វានរហូតដល់ទៅមគ្គញ្ញាណកើតឡើងមាននិព្វានជាអារម្មណ៍នោះនិព្វាននឹងឯងគឺមិនមាននិមិត្តទេណាព្រះនិព្វានមិនមាននិមិត្តគឺមិនមាននៅសង្ខារនិមិត្តទាំងអស់ទោះជាជាតិក្តីជារាក្តីជាតិភិក្តីមរណៈក្តីដែលជានិមិត្តរបស់សង្ខារគឺមិនមានក្នុងព្រះនិព្វានព្រោះតែកាលណាមានជាតិជារាជាតិភិមរណៈគឺជាគ្រឿងសម្គាល់ថាមានសង្ខារធម៌ឬដោយនិច្ចនិមិត្តជាដើមដែលថាទៀងអីហ្នឹងយ៉ាងណាគឺមានការប្រកបឡើងដើម្បីជាអារម្មណ៍របស់អ្នកកញ្ញាណនោះដោយនិមិត្តគឺថានិច្ចៈគឺទៀងប៉ុន្តែទៀងក្នុងទីនេះក៏មិនមែនទៀងដោយអំណាចថាមានសភាវៈទៀងទេទៀងក្នុងទីនេះគ្រាន់តែថាទៀងដោយមិនមាននៅសភាវៈធម៌ដែលមិនទៀងតែប៉ុណ្ណោះដែលព្រះនិព្វានឈ្មោះថាទៀងនិច្ចៈហ្នឹងដោយគ្រាន់តែថានិព្វានមិនមាននៅសភាវៈដែលមិនទៀងហ្នឹងក៏មានឈ្មោះថានិព្វានហ្នឹងទៀងយ៉ាងទៅប៉ុន្តែដែលព្រះនិព្វានមានលក្ខណៈស្ងប់ហើយព្រះនិព្វានហ្នឹងគឺមានអាការប្រកបគឺមិនមាននៅសង្កតនិមិត្តទាំងអស់នឹងព្រះនិព្វានទាំងដូច្នេះយើងសិក្សានៅក្នុងរឿងការមិនសម្គាល់នៅនិមិត្តចឹងហើយនឹងខណៈសញ្ញាកាលណាបើមិនមាននៅខណៈសញ្ញាក៏អាចដើម្បីញ៉ាំងប្រយោជន៍ឲ្យកើតឡើងហ្នឹងរហូតដល់ទៅអរហត្តផលទាំងដោយអំណាចការលះបង់នៅសេចក្តីប្រកម្មនឹងដូច្នេះនៅក្នុងបញ្ហានេះខ្ញុំកណ្ដាលសម្បត្តិហ្នឹងដោះស្រាយទៅបានប៉ុណ្ណឹង